ព័ត៌មានថ្មីៗសម្រាប់ថ្ងៃនេះពី Channel អ៊ុតសារ៉នលោកស៊ីជីនពីងរំលឹកពិភពលោកថាភពផែនដីអាចបន្តទៅមុខទៀតបានដោយគ្មានសហរដ្ឋអាមេរិកឃ្លានេះបានវិលត្រឡប់មកវិញដោយកម្លាំងពេញលេញហើយគ្មាននរណាម្នាក់នៅទីក្រុងវ៉ាស៊ីនតោនមើលស្រាវវិទេប្រធានាធិបតីស៊ីជីនពីងបានធ្វើឲ្យសារប្រវត្តិសាស្ត្ររបស់លោកសកម្មឡើងវិញថាពិភពលោកអាចបន្តទៅមុខទៀតបានដោយគ្មានសហរដ្ឋអាមេរិកដែលជាសេចក្តីថ្លែងការណ៍ដែលលោកបានថ្លែងជាលើកដំបូងក្នុងអំឡុងសង្គ្រាមអ៊ីស្រាអែលអ៊ីរ៉ង់និងជាសេចក្តីថ្លែងការណ៍មួយដែលបន្លឺឡើងខ្លាំងជាងពេលណាទាំងអស់បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់លោកជាមួយលោកដូណាល់ត្រាំនៅទីក្រុងប៉េកាំងនៅថ្ងៃទី14ខែឧសភានៅចំពោះមុខលោកត្រាំនិងក្រុមអ្នកការទូតអាមេរិកលោកស៊ីបានរំលឹកឡើងវិញនៅអ្វីដែលហៅថាអន្ទាក់ធូស៊ីឌីដេសដើម្បីសួរថាតើចិននិងសហរដ្ឋអាមេរិកអាចជៀសវាងការប៉ះទង្គិចគ្នាជាប្រវត្តិសាស្ត្ររវាងមហាអំណាចដែលកំពុងកើនឡើងនិងមហាអំណាចដែលកំពុងធ្លាក់ចុះបានដែរឬទេការបកស្រាយគឺភ្លាមមេដឹកនាំចិនកំពុងប្រាប់លោកផ្ទាល់ថាទីក្រុងវ៉ាស៊ីនតោនលែងគ្រប់គ្រងតែម្នាក់ឯងទៀតហើយលោកស៊ីបានចង្អុលបង្ហាញថាកាលពី100ឆ្នាំមុនចក្រភពអង់គ្លេសបានគ្រប់គ្រងទ្រព្យសម្បត្តិសកលជាង 20% ហើយមនុស្សជាច្រើនជឿថាព្រះអាទិត្យរបស់ខ្លួននឹងមិនដែលលេចឡើយកាលពី2សតវត្សរ៍មុនប្រទេសបារាំងបានគ្របដណ្ដប់លើទ្វីបអឺរ៉ុបដោយណាប៉ូឡេអុងបានប្រកាសខ្លួនឯងថាជាអមតៈកាលពី4សតវត្សរ៍មុនមកុដអេស្ប៉ាញបានគ្រប់គ្រងពីទីក្រុងម៉ានីលដល់ប្រទេសមេក្ស៊ីកលោកបាននិយាយថារាជបល្ល័ង្កនីមួយបានប្រកាសខ្លួនឯងថាមិនអាចខ្វះបានហើយរាជបល្ល័ង្កនីមួយត្រូវបានគ្របដណ្ដប់អំណាចថយចុះឥទ្ធិពលផ្លាស់ប្ដូរនិងភាពស្របច្បាប់ស្លាប់នៅពេលដែលវាត្រូវបានសន្មត់ជាងការទទួលបានសារនេះបានមកដល់នៅពេលដែលប្រទេសចិនពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីពង្រីកឥទ្ធិពលរបស់ខ្លួននៅមជ្ឈិមបូព្រាអាស៊ីកណ្ដាលនិងអាហ្វ្រិកនិងឆ្ពោះទៅមុខជាមួយនឹងផែនការ5ឆ្នាំលើកទី15របស់ខ្លួនខណៈពេលដែលលោកត្រឹមប្រារព្ធ15ខែដ៏អស្ចារ្យនៃរដ្ឋបាលរបស់គាត់លោកឆៃបានបង្កការសង្ស័យដ៏មិនស្រួលបំផុតសម្រាប់ទីក្រុងវ៉ាស៊ីនតោនយុគសម័យឯកពលអាចនឹងចប់ហើយពិភពលោកនឹងបន្តវិលវល់ដោយមិនចាំបាច់សុំការអនុញ្ញាតចង់តាមដានព័ត៌មានថ្មីៗបន្តទៀតសូមបងប្អូនជួយចុច like ហើយនិងចុច subscribe ម្នាក់មួយផងសូមអរគុណលោកត្រឹមបដិសេធការផ្ដល់ជូនសម្របសម្រួលអ៊ីរ៉ង់របស់លោកឆៃដោយនិយាយថាយើងមិនត្រូវការជំនួយទេប្រទេសចិនបានស្នើសុំជួយបញ្ចប់សង្គ្រាមអ៊ីរ៉ង់ហើយលោកត្រឹមបាននិយាយថាទេដោយនិយាយបីម៉ាត់ថាយើងមិនត្រូវការជំនួយទេហើយជាមួយនឹងពាក្យនោះទីក្រុងវ៉ាស៊ីនតោនទើបតែបដិសេធការផ្ដល់ជូនមួយដែលមានភាពជឿជាក់និងលទ្ធភាពដើម្បីផ្លាស់ប្ដូរទីក្រុងតេអ៊ីរ៉ង់ឆ្ពោះទៅរកតុចរចាសូមគិតអំពីអ្វីដែលលោកខៃពិតជាកំពុងផ្ដល់ជូននៅទីនេះប្រទេសចិនគឺជាអតិថិជនប្រេងដ៏ធំបំផុតរបស់អ៊ីរ៉ង់ជាដៃគូយុទ្ធសាស្ត្រជិតស្និទ្ធបំផុតរបស់រុស្ស៊ីជាប្រទេសដែលទើបតែមើលប្រទេសឥណ្ឌាចុះហត្ថលេខាលើកិច្ចព្រមព្រៀងអេឡិចត្រូនិកដែលកាត់ផ្តាច់ទីក្រុងប៉េកាំងចេញហើយវានៅតែលើកទូរស័ព្ទហើយផ្ដល់ជូនសម្របសម្រួលដែលមានន័យថាទីក្រុងប៉េកាំងបានគណនាថាការបញ្ឈប់សង្គ្រាមនេះបម្រើផលប្រយោជន៍របស់ខ្លួនច្រើនជាងការមើលវាបន្តលោកត្រឹមបាននិយាយថាទេលោកភូឌិននឹងហោះហើរទៅកាន់ទីក្រុងប៉េកាំងនៅសប្តាហ៍ក្រោយលោកភូឌិនទើបតែទូរស័ព្ទទៅមើលដើម្បីពិភាក្សាអំពីអ៊ីរ៉ង់រុស្ស៊ីត្រូវបានគេចោទប្រកាន់ថាបានផ្ទេរអាវុធទំនើបទៅទីក្រុងតេអ៊ីរ៉ង់ពេញមួយចំនួននេះហើយប្រទេសចិនបានរក្សាសេដ្ឋកិច្ចអ៊ីរ៉ង់ឲ្យនៅរស់រានមានជីវិតក្រោមទណ្ឌកម្មរបស់លោកខាងលិចហើយពេលមួយដែលទាំងទីក្រុងមូស្គូនិងទីក្រុងប៉េកាំងត្រូវបានគេរាយការណ៍ថាមានជំហរស្របគ្នាលើការចង់បានការទូតក្រៅឆាកទីក្រុងវ៉ាស៊ីនតោនបានដើរចេញពីតុចរចាយន្តហោះចម្បាំងអាមេរិកចំនួន200គ្រឿងត្រូវបានគេរាយការណ៍ថាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់អ៊ីស្រាអែលប្រកាសពីការត្រៀមខ្លួនដើម្បីបន្តប្រតិបត្តិការឡើងវិញអារ៉ាប់រួមនិងអារ៉ាប៊ីសាអូឌីតត្រូវបានគេចោទប្រកាន់ថាកំពុងរៀបចំកងកម្លាំងដីគោកអ៊ឺរ៉ិចវាប្រហារនាវាអាមេរិកនៅហូមឺសនិងអ៊ីរ៉ង់ព្រមានថាការចរចាគឺជាការបិទបាំងសម្រាប់ការឈ្លានពានដីគោកដែលបានគ្រោងទុកហើយចម្លើយចំពោះរឿងទាំងអស់នោះគឺជាក់ស្ដែងថាអាមេរិកមិនត្រូវការជំនួយណាមួយឡើយមិនត្រូវការជំនួយទេពិសេសវិមានដូចគ្នាដែលត្រូវបានគេចោទប្រកាន់ថាមិនដឹងថាកងទ័ពរបស់ Hexef កំពុងធ្វើអ្វីនៅ Hormuz ពីទីក្រុងវ៉ាស៊ីនតោនដូចគ្នាដែលបានប្រែក្លាយបទឈប់បាញ់ទៅជាសប្តាហ៍ដ៏តានតឹងបំផុតនៃចំនួនទាំងមូលលោកខេផ្ដល់ជូនច្រកចេញលោកត្រាំបិទទ្វារហើយច្រកចេញការទូតចុងក្រោយបានបាត់ខ្លួនក្នុងរយៈពេល3ពាក្យចង់តាមដានព័ត៌មានថ្មីៗបន្តទៀតសូមបងប្អូនជួយចុច like ហើយនិងចុច subscribe ម្នាក់មួយផងសូមអរគុណ